ក្របជារឹបសួរបងប្អូនទាំងគ្នាចឹងដូចវីដេអូសំអញខ្ញុំបានផុសថាតើវីដេអូតើការធ្វើរបស់បងប្អូនណាធ្វើដើម្បីក្តីសម័យឬក៏ដើម្បីលុយហ្នឹងបងប្អូនឃើញខមមិនទាំងអស់ច្រើនមែនតើខ្លះក៏ដើម្បីលុយខ្លះក៏ដើម្បីក្តីសម័យខ្លះក៏ដើម្បីលុយផងដើម្បីក្តីសម័យផងបងប្អូនយើងអត់បែងចែកឲ្យច្បាស់លាស់ទេដល់ពេលអញ្ចឹងពិបាកនឹងបងប្អូនខ្លះថាជួយបញ្យល់ផងអញ្ចឹងណាអញ្ចឹងតាមពិតទៅយើងត្រូវតែដឹងតាំងពីយើងអាចថាយើងចូលរៀនដំបូងឬក៏យើងចាប់ផ្ដើមធ្វើវាដំបូងបងប្អូនដូចបងប្អូនដាំឈើម្ដើមអញ្ចឹងហ្នឹងខ្ញុំនិយាយប្រៀបធៀបណាមិនបានបញ្យល់អីក្បោះក្បាយទេក៏ប៉ុន្តែនិយាយឲ្យបងប្អូនចេះប្រៀបធៀបមើលបងប្អូនដាំដើមទុរេនម្ដើមតែបងប្អូនចង់បានលុយវាពីវាភ្លាមឬក៏ដើម្បីថ្ងៃទៅមុខដើម្បីក្តីសម័យបងប្អូនដាំទុរេនហ្នឹងទៅលក់បានលុយច្រើននៅថ្ងៃខាងមុខអញ្ចឹងណាអញ្ចឹងបងប្អូនគឺថាដាំកូនលក់និយាយប្រៀបធៀបអញ្ចឹងសោះបងប្អូនដាំទុរេនហ្នឹងដាំកូនលក់នឹងដាំកូនលក់ចង់បានលុយភ្លាមឬក៏ដាំយកផ្លែដាំយកថ្ងៃទៅមុខហ្នឹងដាំដើម្បីបានផ្លែឲ្យលុយយើងវិញក្តីសម័យបងប្អូនណាក្តីសម័យបងប្អូនមានពីរទីមួយក្តីសម័យយើងដាំកូនលក់ឬក្តីសម័យយើងដាំយកផ្លែលក់ចាំបងប្អូនត្រូវគិតអញ្ចឹងណាចាំខ្ញុំសួរថាបងប្អូនធ្វើវីដេអូដើម្បីបានចង់បានលុយឬក៏ដើម្បីសម្រេចក្តីសម័យហ្នឹងបងប្អូនយើងត្រូវយកកន្លែងនេះណាអញ្ចឹងនៅត្រង់ចំណុចនេះបងប្អូនយើងគិតខ្លួនយើងឲ្យច្បាស់បងប្អូនហ្នឹងបងប្អូនដាំទុរេនហ្នឹងបងប្អូនយកទុរេនមកដាំហ្នឹងបងប្អូនចង់ដាំលក់ហ្នឹងចង់ដាំកូនលក់ឬក៏ចង់ដាំថ្ងៃទៅមុខទៅបានធំផ្លែផ្កាបន្ទាប់ពីយើងមើលថែទាំដាក់ជីស្រោចទឹកបោចស្មៅវាអស់ហើយបងប្អូនចង់ដាំវាជាលក់ជាដីទាំងចំការទាំងមូលមានទុរេនមានអីឬក៏ចាំបានផលដើម្បីយកផលហ្នឹងលក់ជាផ្លែអញ្ចឹងបងប្អូនអាហ្នឹងសិតតែក្តីសម័យបងប្អូនយើងត្រូវគិតមើលច្បាស់លើហ្នឹងណាហ្នឹងអញ្ចឹងកលេចមកក្រោយវិញពេលដែលបងប្អូនដាំថាយើងដាំយើងលក់ណាយើងដាំយើងលក់ពីទូចពីក្មេងថាយើងផ្សាំយើងដោះហើយយើងលក់អាហ្នឹងគេហៅថាដាំដើម្បីលុយហើយដើម្បីយកលុយចាយហើយធ្វើដើម្បីយកលុយចាយហើយអញ្ចឹងបន្ទាប់ពីលក់អស់ហើយគឺចប់បងប្អូនហ្នឹងបន្ទាប់ពីលក់អស់ហើយចប់ហ្នឹងហើយមួយទៀតពេលដែលបងប្អូនដាំពីមើលខំថែទាំពីទូចរហូតដល់បានផ្លែផ្កាធំ 5-6 ឆ្នាំទៅបានផលឲ្យយើងបេះផ្លែបេះលក់ប្រចាំឆ្នាំអាហ្នឹងហៅថាក្តីសម័យរបស់យើងបងប្អូនហ្នឹងក្តីសម័យរបស់យើងគឺយើងដាំទុរេនដើម្បីបានផលបានផ្លែផ្កាលក់នៅថ្ងៃខាងមុខហ្នឹងអញ្ចឹងយើងខ្លាចជាអ្នកលក់ទុរេនហ្នឹងយើងខ្លាចជាអ្នកលក់ទុរេនមួយរូបជាអ្នកធ្វើចំការដាំទុរេនមួយរូបហើយក៏តែទន្ទឹមនឹងពេលយើងធ្វើទុរេនដាំទុរេនហ្នឹងយើងច្បាស់ជាមានកំណត់ធ្វើអីផ្សេងទៀតហើយដាំមៀនឬក៏សាម៉ាវឬក៏ក្រូចដើម្បីយើងលក់បន្តទៀតហើយអញ្ចឹងហ្នឹងក្តីសម័យគឺធ្វើអញ្ចឹងបងប្អូនក្តីសម័យគឺយើងធ្វើអានេះបានអានោះបានហើយយើងធ្វើផ្សេងទៀតតែបងប្អូនដាំត្រឹមតែយើងដាំត្រឹមតែបដោះទុរេនប្រកាត់ទុរេនលក់និងប្រកាត់ស្វាយចន្ទីលក់ប្រកាត់ជាកស៊ូលក់អាហ្នឹងគឺនឹងយើងបានលុយភ្លាមណាបងប្អូនអញ្ចឹងតួយ៉ាងដោយបងប្អូនធ្វើវីដេអូនេះបងប្អូនចង់ធ្វើវីដេអូបានលុយភ្លាមទៅបងប្អូនលក់ភេកធ្វើភេកលក់អាហ្នឹងបានលុយភ្លាមបងប្អូនចាំបងប្អូនយើងគិតថាមិនដឹងថាក្តីសម័យឬក៏ដើម្បីលុយបើបងប្អូនធ្វើភេកឬក៏ធ្វើ YouTube បានលុយទៅបងប្អូនលក់ភេកលក់ YouTube ហ្នឹងបានលុយភ្លាមនឹងយើងមិនមែនធ្វើភេកធ្វើ YouTube បានលុយភ្លាមទេបងប្អូនសិតត្រូវការពេលវេលាយកក្តីសម័យមកធ្វើបងប្អូនយកក្តីសម័យយកបេះដូងយកការស្រឡាញ់ការចូលចិត្តយកមកធ្វើប្រចាំថ្ងៃអាហ្នឹងបានគេហៅថាធ្វើក្តីសម័យបើបងប្អូនធ្វើមិនមានក្តីសម័យទេធ្វើដើម្បីលុយគឺច្បាស់ជាលក់ភេកលក់ YouTube ហើយបងប្អូនបានលុយចាយអញ្ចឹងណាចាំបងប្អូនយើងត្រូវបែងចែកពីរនឹងឲ្យច្បាស់លាស់បើយើងធ្វើដើម្បីក្តីសម័យនេះដូចខ្ញុំចាខ្ញុំត្រូវថតអានេះផងអានោះផងស្រឡាញ់ចូលចិត្តវាមិនថតចាញ់បងប្អូនបើយើងមិនធ្វើមិនបានចាញ់ពីបេះដូងយើងទេណាធ្វើអត់បានយូរទេបងប្អូនអាហ្នឹងច្បាស់ជាធ្វើយកលុយហើយហ្នឹងបើយើងធ្វើយកក្តីសម័យគឺយើងចង់ធ្វើក្តីសម័យខ្លួនយើងធ្វើម៉េចថ្ងៃទៅមុខទៅឲ្យគេស្គាល់ច្រើនមាន follow ច្រើនមាន subscribe ច្រើនហើយមាន channel 1មាន channel 2មាន channel 3 channel 4 YouTube 1 YouTube 2 page 2 page 2 3 page 4ថ្ងៃទៅមុខទៅណាថ្ងៃទៅមុខទៅយើងចង់បាន page ច្រើនអញ្ចឹងចង់បាន channel ច្រើនបើថាយើងចង់បានលុយច្រើនពីពួកវាអញ្ចឹងយើងត្រូវធ្វើពីពួកវាឲ្យល្អធ្វើឲ្យក្តីស្រឡាញ់ធ្វើឲ្យបេះដូងពេញចិត្តនៅក្នុងការធ្វើពេញចិត្តនៅក្នុងការថតប្រចាំថ្ងៃរបស់យើងអត់ខ្ជិលអត់ច្រអូសនឹងអត់ចាំថ្ងៃនេះរៀងថ្ងៃនេះភ្លៀងថ្ងៃនេះផ្គរថ្ងៃនេះក្តៅថ្ងៃនេះល្ងាចទេគឺត្រូវថតទាំងអស់អាហ្នឹងគេថាធ្វើឲ្យបេះដូងធ្វើឲ្យក្តីស្រឡាញ់ភ្លៀងក៏ថតក្តៅក៏ថតល្ងាចក៏ថតគឺយើងធ្វើឲ្យក្តីស្រឡាញ់មិនថាយើងឃើញប្លង់ណាក៏យើងថតបានដែរយើងធ្វើវីដេអូណាឃើញវីដេអូណាក៏យើងអាចថតបានដែរកំតែនៅក្នុងស្ថិតនៅក្នុងគោលដៅរបស់យើងស្ថិតនៅក្នុង line ស្ថិតនៅក្នុងខ្សែបន្ទាត់ដែលជាគោលដៅដែលយើងធ្វើវីដេអូអញ្ចឹងបងប្អូនអានេះគេថាធ្វើដោយគោលដៅធ្វើដោយក្តីសម័យមិនមែនធ្វើយកលុយដល់បងប្អូនថាធ្វើយកលុយនឹងឲ្យយកលុយផងអាក្តីសម័យផងវាត្រូវហើយអត់ខុសទេក៏តែចង់សួរខ្លួនយើងឲ្យច្បាស់លាស់ថាដើម្បីក្តីសម័យឬក៏ដើម្បីលុយអាពីរនេះបែងចែកឲ្យគ្នាដាច់បងប្អូនដូចនេះថាក្តីសម័យបើយើងធ្វើដោយក្តីសម័យហើយសម្រេចក្តីសម័យហើយបើអត់បានលុយគេថាក្តីសម័យអត់បងប្អូនគឺអត់ទេក្តីសម័យគឺជាលុយហ្នឹងឯងក៏
កំតែគេមិននិយាយថាវាអាក្រក់មើលវាអាក្រក់ស្ដាប់ពេកក្តីសម័យគឺជាលុយវាអាក្រក់ស្ដាប់ពេកបងប្អូនអញ្ចឹងក្តីធ្វើដើម្បីក្តីសម័យមិនថាធ្វើដើម្បីលុយទេវាអាក្រក់ស្ដាប់ពេកធ្វើដើម្បីក្តីសម័យបានវាបរោះស្ដាប់ហើយវាបានយូរទៀតបងប្អូនតែបងប្អូនត្រូវយល់ចំណុចហ្នឹងណានឹងយើងធំហើយត្រូវចេះវិភាគយើងត្រូវចេះដាក់គោលដៅខ្លួនយើងនឹងអញ្ចឹងដូចខ្ញុំបញ្យល់មកអញ្ចឹងធ្វើដើម្បីក្តីសម័យគឺធំធេងបងប្អូននឹងគឺមិនថាភ្លៀងមិនថាផ្គរមិនថាអីទេគឺសុទ្ធតែស្ថិតនៅក្នុងអ្វីដែលយើងអាចធ្វើបានគឺយើងថតបានតែម្ដងអត់ចាំបាច់ឃើញភ្លៀងឃើញផ្គរក៏មិនហ៊ានចេញមកថតមិនហ៊ានចេញមកធ្វើម្ហូបមិនហ៊ានចេញមកធ្វើអីអានឹងគេថាធ្វើដើម្បីលុយបងប្អូនហើយធ្វើដើម្បីលុយគឺងាយទៀតអស់អារម្មណ៍បាត់បង់ទុកចិត្តបាត់បង់ទំនុកចិត្តបាត់បង់ចំណឿចិត្តលើខ្លួនឯងអានឹងគេថាធ្វើដើម្បីលុយតែយើងធ្វើដើម្បីក្តីសម័យបងប្អូនគឺធ្វើបានរហូតបាយបាយកូនបាយចាំបងប្អូនយើងត្រូវយល់ចំណុចនេះណាវីដេអូហ្នឹងបើសិនតែយើងនិយាយឲ្យអស់ទៅវាច្រើនហ្នឹងអញ្ចឹងសម្រាប់មកវីដេអូដែលខ្ញុំធ្វើវីដេអូដែលខ្ញុំថតតាមផ្ទះផងតាមសួនផ្កាផងតាមអីណាផងតាមនៅទៅភ្នំស្រកខ្ញុំនឹងផង100គីឡូជាងហ្នឹងគឺអាហ្នឹងគឺខ្ញុំធ្វើដើម្បីក្តីសម័យខ្ញុំតមកបងប្អូនខ្ញុំចង់អាយុ40អាយុ50ទៅគឺខ្ញុំចង់ទទួលបានលុយពីពួកវាមកវិញនឹងទទួលដេកនៅតែផ្ទះឬក៏ដើរថតតិចតួចទៅក៏បានលុយពីពួកវាមកវិញនឹងគឺរកចំណូលឲ្យខ្ញុំនៅថ្ងៃអនាគតអាហ្នឹងដូចដាំទុរេនមិនបងប្អូនដាំទុរេនមិនយើងដាំមួយឆ្នាំ2ឆ្នាំផ្លែទៅណាគឺ4 5ឬក៏4 10ឆ្នាំទៅអាហ្នឹងបានផលមកវិញអញ្ចឹងពេលដែលយើងចាស់ទៅនោះយើងចាំប្រមូលផលលក់អញ្ចឹងផលហ្នឹងវាបានលុយមកឲ្យយើងវិញអញ្ចឹងបើយើងសម្រេចក្តីសម័យយើងអាចបានលុយបងលក់ទុរេនអត់ដាច់អញ្ចឹងសួរថាក្តីសម័យអត់ទេបងប្អូនក្តីសម័យគឺជាលុយហ្នឹងឯងគ្រាន់តែគេមិនអញ្ចឹងនិយាយថាដើម្បីលុយអញ្ចឹងណាដើម្បីលុយវាអាក្រក់ស្ដាប់អញ្ចឹងដើម្បីក្តីសម័យវាបរោះស្ដាប់តែក្តីសម័យហ្នឹងគឺជាលុយនឹងគោលដៅរបស់យើងគឺជាលុយហ្នឹងឯងអញ្ចឹងយើងត្រូវធ្វើយើងត្រូវរៀបចំពីនេះឲ្យស្អាតឲ្យល្អនឹងទាំងការថតទាំងការធ្វើឲ្យកុំធ្វើផេក1កុំធ្វើផេក2កុំធ្វើឆានែលតែ1កុំធ្វើឆានែលតែ2យ៉ាប្រហែលតែ2 3ឡើងបងប្អូនអាហ្នឹងឯងជាក្តីសម័យរបស់យើងធ្វើទៅបាត់ទៅវាយឺតមែនក៏តែថ្ងៃទៅមុខឲ្យតែយើងតស៊ូវារហូតក្តីសម័យរបស់យើងនឹងសម្រេចបងប្អូនអញ្ចឹងវីដេអូនេះសង្ឃឹមថាបងប្អូនយល់ទាំងអស់គ្នាណាធំហើយណាបងប្អូនធំហើយយើងត្រូវគិតរវាងលុយហើយនិងក្តីសម័យឲ្យច្បាស់លើបងប្អូនដាក់គោលដៅឲ្យយើងបច្ចុប្បន្ននេះសកម្មភាពបច្ចុប្បន្នបញ្ជាក់ពីថ្ងៃអនាគតរបស់យើងអនាគតបច្ចុប្បន្នយើងធ្វើអីអនាគតរបស់យើងទៅអញ្ចឹងទេបងប្អូនកុំអត់ជឿបងប្អូនអានោះទ្រឹស្ដីគេនៅជោគជ័យមិនទ្រឹស្ដីរបស់ខ្ញុំទេខ្ញុំនិយាយតាមគេដែរខ្ញុំក៏មានតិនជោគជ័យអីខ្លាំងដែរក៏តែយើងមកមានបទពិសោធន៍ច្រើន5 6ឆ្នាំយើងបទពិសោធន៍7 8ឆ្នាំបទពិសោធន៍ច្រើនទាំងเพจទាំង YouTube និងជាពិសេសគឺเพจបងប្អូនជឿខ្ញុំទៅធ្វើតែ original ទៅនឹងគុំមិនចង់កាប់ដាវគុំមិនចង់អីនឹងវាបានលុយច្រើនមែនក៏តែសួរថាយើងមានអារម្មណ៍នៅក្នុងការធ្វើវារហូតអត់អញ្ចឹងណាកាប់ដាវវីដេអូយើង original របស់យើងមិនបាច់ភ័យខ្លាចបងប្អូនព្យាយាមទាំងเพจទាំង YouTube ជាពិសេស YouTube បងប្អូនត្រូវចាប់ឲ្យជាប់គុំចោលវាអសោះមួយឆ្នាំ2ឆ្នាំក៏ដោយហែងសុយក៏ត្រូវយ៉ាងហោចណាស់ក៏ត្រូវបាន channel 2ឬក៏3 channel ដែរយ៉ាងហោចណាស់ក៏2ដែរបងប្អូននឹងឬក៏1ដែរបងប្អូនធ្វើមួយឲ្យបានសិនចាំធ្វើមួយទៀតដូចគេរស់ស៊ីវិញគេព្រីទីផ្សារទៅមុខណាមិនគេរស់ស៊ីមកក្រុមហ៊ុនគេនេះគេអ្នកមានគេវិនិយោគឬគេចាប់ទីផ្សារវិនិយោគទៅលើភាគហ៊ុននេះភាគហ៊ុននោះគឺបានច្រើនទីផ្សារបងប្អូនត្រឹមគេខ្លាចគេជាអ្នកមានណានឹងក៏តែបងប្អូនត្រូវចាំថាទូធំក្តងក៏ធំដែរបងប្អូនអរគុណច្រើន